បងប្អូនអរគ្នាឃើញអីនៅចំពីក្រោយខ្ញុំនេះគឺជា BMW S82 M4 ហើយយើងមកមើលគ្រឿងនៅខាងមុខខ្ញុំទាំងអស់គ្នាគឺជាគ្រឿងដែលត្រៀមបំពាក់ចូលរថយន្តមួយនេះហើយឥឡូវយើងមកដើរមើលមួយខ្ញុំទាំងអស់គ្នាថាយើងនឹងបំពាក់គ្រឿងអីខ្លះទៅលើរថយន្តមួយគ្រឿងនេះឥឡូវបងប្អូនទាំងអស់គ្នាយើងទៅរាប់ពីមុខទៅជាមួយខ្ញុំទាំងអស់គ្នានេះចឹងយើងរាប់ពីមុខទៅតែម្ដងនេះគឺជា front bumper ជាប្រភេទកាបោនពោះផ្នែក headlight ក៏យើងផ្លាស់ប្ដូរទៅជាចង្កៀងលេងដែរជាមួយនឹងថាំងឬមួយយើងហៅថាគូថាំងក្រោយជាមួយចំពោះ tail light ក៏ជាប្រភេទលេងផងដែរឥឡូវយើងមកដើរមើលមួយខ្ញុំទាំងអស់គ្នាចូលមកដល់យ៉ាន់គឺជាប្រភេទយ៉ាន់ Ford ប្រភេទ chrome ណាអ្នកនរគ្នាសស្អាតមែនតើហើយគាត់បានបំពាក់សបក Michelin Pilot Sport 4S អីសោះជាប្រភេទ brand របស់ Sandy ដែល collab ជាមួយនឹង Dior Car Accessory សស្អាតមែនតើជាប្រភេទបិទបើកដែលមាន tele ដើម្បីបិទបើកតាំងពី handle តាំងពីអីគឺ full system តែម្ដងហើយយើងចូលមកដល់ផ្នែកបូមវិញគឺជាប្រភេទ coilover brand DWD ដែលយើងអាចសេរីឡើងចុះតាំងកម្ពស់ដែលយើងស្រឡាញ់បានណាហើយយើងមកជាមួយនឹងរទីលលេងផងដែរអូខេបងប្អូនទាំងអស់គ្នាចូលមកដល់កន្លែងនេះគឺជាចំណុចដែលឆ្ងាញ់ហើយដោយបងប្អូនឃើញមុខខ្ញុំនេះគឺជាប្រភេទកាបោនអញ្ចឹងខ្ញុំនឹងរៀបរាប់មួយឲ្យអ្នកនរគ្នាស្ដាប់សំបីតែហ៊ូតក៏កាបោនដែរឥឡូវយើងចូលពីខាងក្រោយទៅមុនដូចជាមាន diffuser អានេះ diffuser នេះពីរតង់ទៀតមានអាលើសម៉ាំងមានអាក្រោមសម៉ាំងហើយមកដល់កន្លែងនេះ real bumper នេះកាបោនដែរ side skirt កាបោនហើយចូលមកដល់ fender ខាងមុខនេះក៏កាបោនសងខាងតែម្ដងហើយជាមួយនឹងអានេះដូចជា AC ដូចជាកញ្ឆែងម៉ាស៊ីនត្រជាក់ណាក៏គាត់ផ្លាស់ប្ដូរថ្មីដែរអានេះគឺជាប្រភេទស្អំប្រេងម៉ាស៊ីនដែលគាត់ផ្លាស់ប្ដូរមកគូតែម្ដងហើយចំពោះអាប៉ោះខ្មៅនេះគឺជាប្រភេទស្អំបាប់លេខហើយជាមួយនឹងផ្លាស់ប្ដូរធុងទឹកផងដែរហើយចំពោះ Mobin គឺផ្លាស់ប្ដូរទៅជា brand Anjica ហើយ Bose ទាំង6គ្រាប់គឺផ្លាស់ប្ដូរទៅជា brand Babu ហើយគាត់ផ្លាស់ប្ដូរតម្រងប្រេងផងដែរហើយមានជាមួយនឹងខ្សែដែលហត់ពីកម៉ាស៊ីនមកណាខ្ញុំមិនដឹងថាហ្នឹងគេហៅអីដែរទេហើយប្រេងម៉ាស៊ីនគាត់ជ្រើសរើសគឺ brand AKS Super Oil Premier ទឹកស្អំឬយើងហៅថា Coolant ក៏គាត់ជ្រើសរើសជា brand របស់ AKS ដែរដែលជា Spec Racing Pro គឺអ្នកគ្នាបានឃើញអញ្ចឹងច្រើនមែនតើអូខេបងប្អូនចូលមកដល់កន្លែង intercooler នេះគឺជា brand របស់ Dior Car Accessory ហើយចំពោះផ្នែក air intake គឺគាត់ដូរតាំងពីករហូតទៅដល់air តែម្ដងគឺ brand Kyostar អញ្ចឹងបងប្អូនទាំងអស់គ្នាដូចបានដឹងហើយថារថយន្តមួយគ្រឿងនេះសឹងតែ upgrade full ទៅហើយនៅសល់តែទ្វារជាមួយនឹង real fender ទេដែលជាប្រភេទ aluminum ឬមួយក៏ aluminum អញ្ចឹងចាំមើលវីដេអូបន្ទាប់ពេលដែលរថយន្តនេះចាប់ចូលឬមួយក៏រត់លើផ្លូវតែម្ដងអញ្ចឹងជួបគ្នានៅវីដេអូក្រោយ